ង់ប្រាប់បង្ហាញបងប្អូនអំពីការឬមួយរបៀប install Unicode keyboard និងតម្លើងអក្សរនៅលើMacBook ដូចដឹងហើយថាពីមុនយើងapp គឺយើងគ្រាន់តែយើង download មកហើយយើង install វាទៅវាតម្លើង automatic បាទសប្តាហ៍ថ្ងៃដូចរៀងពិបាកបាទហើយរបៀបdownload របៀបធ្វើនៅ2026ហ្នឹងគឺទីមួយហ្នឹងយើង download keyboard layout ពីអ៊ីនធឺណិតមកមាន website មួយចំនួនហ្នឹងបាទទីពីរនោះគឺ install keyboard layout ទី3គឺយើង set up វាដើម្បីយើងបដូរ keyboard នៅពេលយើងសរសេរយើងចង់សរសេរអង់គ្លេសយើង switch វាទៅគឺស្រួលបាទតើឥឡូវយើងកុំឲ្យខាត់ពេកយើងទៅមើលរបៀបធ្វើបាទនៅក្នុងSafari ឬមួយ Google Chrome បងប្អូនប្រើមួយណាក៏បានដែរហើយយើងសរសេរថាកន្លែង Google នេះសរសេរថាខ្មែរ Unicode for Mac បាទកន្លែងហ្នឹងមកយើងឃើញច្រើនណាស់បាទឃើញនេះច្រើនណាស់ហើយឃើញ website ច្រើនហើយយើងចង់ select មួយណាក៏បានដោយសារតែរៀន computer នេះវានៅលើគេគឺខ្ញុំចុចយកហ្នឹងក៏ដោយទៅបាទហើយបងប្អូនចូលទៅក្នុងនេះលេខ3នេះខ្មែរ Unicode keyboard for Mac យើងចុចវា download មកបាទអូខេឃើញមកវាចេញមកឲ្យយើង download បាទតោះមកយើង download វាគឺថាយើងចុចកន្លែងហ្នឹងហើយយើង download ទៅបាទគឺវា download យកតែម្ដងបាទដូច្នេះយើង open វាយើងបើកវាដោយសារតែខ្ញុំ download ហើយមុនហ្នឹងដូច្នេះយើងធ្វើឥឡូវយើងលុបមួយចំនួនចេញគឺថាអានេះគឺថាយើងលុបចេញបាទគឺយើងបើកវាមកវាមានពលាតវាមកអា file វិញហ្នឹងគឺមាន2បាទដូច្នេះយើងនៅក្នុង folder យើងហ្នឹងដែលយើង download ហ្នឹងមាន2 file បាទ keyboard ហ្នឹងគឺមាន2 file គឺ file ខ្មែរ SB អីហ្នឹងមួយអាហ្នឹងគឺជាសញ្ញាហើយអាមួយទៀតគឺជា layout អានេះគឺជា icon បាទគឺជារូបបាទរូបទង់ជាតិខ្មែរយើងបាទបន្ទាប់មកយើងចេញមកវិញបាទឥឡូវនេះយើងចាប់ផ្ដើម install ចូលkeyboard layout ដែលយើង download ហ្នឹងបាទគឺយើង download បាន2 file ហ្នឹងទេបាទយើងត្រូវការតែ2 file ហ្នឹងទេបាទហើយដូច្នេះដើម្បី install វាបាទយើងត្រូវការចុចcommand and space បាទចុច command and space ឲ្យបងប្អូនសរសេរcomputer យ៉ាងមក computer ចេញមកឃើញលើគេចុច computer យ៉ាងមកអានេះគឺចូលក្នុងខួរក្បាលរបស់ computer គឺhard drive របស់ computer បាទបន្ទាប់មកយើងចុចកន្លែងលើគេនេះបាទ HD នេះបាទ select វាមកបងប្អូនចូលនៅក្នុង library នេះคลิก on library បងប្អូនដើររកកន្លែងណាដែលមានគេដាក់ថាkeyboard layout here បាទដូច្នេះយើងចុចវាមកវា empty អត់មានអីទាំងអស់បាទដូច្នេះយើងត្រូវការចូលនៅក្នុង folder យើងបាទដែលយើង download វិញហ្នឹងយើងត្រូវការ copy វាបាទ copy វាហើយយើងដាក់បញ្ចូលនៅក្នុង paste វាចូលនៅក្នុងlayout folder ហ្នឹងបាទក្នុងករណីនេះយើងត្រូវការដាក់ password PC យើងចូលបាទគឺថាឥឡូវយើង
layout របស់យើងគឺ keyboard យើងបញ្ចូលជាស្ថាពរបាទហើយយើងមិនបាច់ទៅខ្វល់នេះយើងលុបចោលក៏បានដែរនេះបាទដើម្បីដំឡើងវាដំឡើងkeyboard នៅលើនៅក្នុង keyboard layout របស់យើងដែលយើង download ហ្នឹងបងប្អូនចុច comment space ក្នុងករណីនេះគឺខ្ញុំឲ្យបងដើម្បីបង្ហាញថាcomment space ហ្នឹងវាលឿនបើវាដើម្បី search ដើម្បីរកស្អីមួយបាទ comment space ចឹងមកយើងបាត់ដាក់ទៅសេថា keyboard បាទទៅសេថា key ចឹងមកវាចេញមក keyboard បាទចុចទៅកន្លែង keyboard មកគឺ PC យើងនាំទៅដល់កន្លែង keyboard បាទបងប្អូនរកកន្លែងណាដាក់ input source click on that បាទកាលមុនវាអត់ទាន់ចេញអក្សរខ្មែរនេះទេបើបងប្អូនអត់ទាន់ install បងប្អូនអត់ទាន់ install វាអត់ចេញអានេះទេអត់ចេញអក្សរខ្មែរនេះទេខ្មែរ keyboard ហ្នឹងទេហើយក្នុងករណីដែលអត់ឃើញយើងចុចកន្លែងបូកសញ្ញាបូកហ្នឹងមកហើយក្នុងនេះបងប្អូនឃើញkeyboard ច្រើនណាស់បាទភាសាច្រើនភាសាចិនភាសាអីវៀតណាមអីយូក្រែនវៀតណាមនេះវៀតណាមក្រោយហើយយើងចុចកន្លែង orders ហើយយើងឃើញខ្មែរ SBV2 ហ្នឹងយើងចុចកន្លែងហ្នឹងហើយយើង add ទៅដោយសារខ្ញុំ add ហើយខ្ញុំ add មួយទៀតក៏បានដែរបាទប៉ុន្តែបាទចឹងមកឃើញចេញមកចឹងបាទនេះខ្ញុំលុបចោលមួយវិញព្រោះអីខ្ញុំមានហើយបាទនៅក្នុង keyboard យើង set up វិញហ្នឹងគឺបងប្អូន កន្លែងហ្នឹងនេះកន្លែងនេះ show input menu in the menu bar ឥឡូវនេះត្រូវ select វាបាទវា select វាដើម្បីឲ្យវាឃើញនេះឃើញ keyboard នៅលើនេះបាទតែបងប្អូនអត់ select វាអត់មើលអត់ឃើញទេបាទបាត់ឃើញទេតោះវា select វាគឺចេញមកបាទបន្ទាប់មកយើងចូលក្នុង shortcut នេះ shortcut នេះ click on shortcut មកយើង click on input source click វាមកហើយយើង select វាលើនេះដើម្បីឲ្យយើងពេលយើងសរសេរបាទពេលយើងសរសេរអានេះគឺ control ជាមួយនឹង space បាទពេលយើងបដូរ keyboard ទៅវាលឿនដូចជាឥឡូវខ្ញុំឃើញទេ control space ឃើញទេចុចជាប់ control គឺចុចវាជាប់ដើម្បី select វាបាទឃើញទេអង់គ្លេសខ្មែរបាទពេលយើងសរសេរ text ទៅវាលឿនបាទនៅក្នុងអ៊ីនធឺណិតគឺ font ខ្មែរយើងហ្នឹងបាទច្រើនណាស់បាទបងប្អូនចង់download អាម៉ាកណាបាទច្រើនក៏ប៉ុន្តែខ្ញុំ recommend បងប្អូន download ឬមួយ install តែ font ណាដែលបងប្អូនត្រូវការជាចាំបាច់បាទជៀសវាយើង install ដាក់ចូលក្នុង PC យើងធ្វើឲ្យវា PC ហ្នឹងវា slow វាយឺតបាទកាលណា font នៅច្រើនពេកបាទដូច្នេះខ្ញុំ recommend បងប្អូន download ខ្មែរ font នេះ OS នេះបាទគឺdownload មកពលាតវាមកទៅឃើញតែមានតែ font តែ 2-3 ទេបាទមិន 2-3 ច្រើនណាស់ដូចថាវាយើងនេះហើយគឺគ្រប់គ្រាន់សម្រាប់យើងធ្វើសរសេរអីបាទ font ហ្នឹងគឺគ្រប់គ្រាន់បាទឬមួយបើមិនគ្រប់គ្រាន់ទេក៏វាចិត្តគ្រប់គ្រាន់ដែរបាទប៉ុន្តែគ្រាន់តែ install font ច្រើនពេកចូលក្នុង PC យើងវាធ្វើឲ្យយើងវាយឺតបាទដោយអានេះគឺ Gulen បាទ Gulen ហ្នឹងគឺស្អាតបាទអសឃើញទេGulen ហ្នឹងគឺស្អាតខ្ញុំចូលចិត្តមកអសជ្រុងស្អាតបាទឬមួយវាមានច្រើនទៀតបាទGulen ហើយវាមានកងរៃអីហ្នឹងបាទយើងមើលតាមហ្នឹងទៅស្អាតអសបាទរបៀប install អមថាយើង font យើងអញ្ចឹងមកបងប្អូនគ្រាន់តែចុច
ហូបថាឥឡូវយើងចង់ពេញចិត្តអាហ្នឹងអសម៉ាក់ហ្នឹងយើងគ្រាន់តែចុច install វាទៅគឺវាចូលឯងទេបាទគឺវាចូលហ្នឹងគឺក្នុង PC ខ្ញុំមាន2 3កន្ទុន100បាត់ដំបងកងរៃគូលែនអីចឹងទៅមាន14ហ្នឹងទេបាទបាទអរគុណច្រើនសម្រាប់ការមើលបាទ